បាទជំរាបសួរសួស្តីបងប្អូនទាំងគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីតាក់ទងនឹងការចូលលេខ USA ឬក៏យកលេខការប្រទេសដូចជាលេខអាមេរិកនិងលេខបារាំងអីចឹងវីដេអូនេះគឺខ្ញុំធ្វើដើម្បីឲ្យបងប្អូនទាំងគ្នាចេះយកលេខបង្កើតមកទៅបង្កើត PayPal ឬក៏បង្កើតអីតែបើបង្កើត Facebook គឺបានទេបងប្អូនទាំងគ្នាជាស្រីអញ្ចឹងយើងអាចយកមកបង្កើត PayPal ឬក៏ Gmail អីបដោះអាសន្នតិចតួចបានអីបានណាតែយើងកុំទុកចិត្តលេខហ្នឹងគឺវាហានិភ័យដែរអីពេលយើងមកប្រើមកអាចអ្នកផ្សេងគេប្រើបានដែរអញ្ចឹងគេដាក់លេខកូដច្រឡំទៅអាចនឹងបាន account អីតាតែយើងតែយកវាមកប្រើចាក់ធ្វើ vector ឬយើងមើលវាចោលបានរៀបមកចោលបានអញ្ចឹងដើម្បីយកលេខនោះបានបងប្អូនទាំងគ្នាសម្រាប់បងប្អូនទាំងគ្នាថ្មីជួយចុច subscribe channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗអញ្ចឹងបើបងប្អូនដែលធ្លាប់ subscribe channel របស់ខ្ញុំហើយបាច់ទេគឺកាន់តែចូលមកដល់គ្នាឥឡូវយើងកុំចំណាយពេលយូរយើងមកចូលដល់គ្នាជាដំបូងបងប្អូនទាំងគ្នាចុចចូលកន្លែងជ្រោមនោះសម្រាប់បងប្អូនទាំងគ្នាប្រើមួយណាក៏បានដែរតែពេញចិត្តប្រើតែសម្រាប់ខ្ញុំគឺប្រើតែជ្រោមនឹងចឹងចុចចូលមកបន្តមកទៀតបងប្អូនទាំងគ្នាចុចពាក្យកន្លែង search នេះហើយបងប្អូនទាំងគ្នាវាយពាក្យដូចខ្ញុំមកអូខេបងប្អូនទាំងគ្នាឃើញអានៅលើគេហ្នឹងអញ្ចឹងបងប្អូនទាំងគ្នាចុចដូចខ្ញុំចុចវាហ្នឹងចាំបន្ទាប់មកវានាំយើងដល់កន្លែងត្រង់បែបនេះអញ្ចឹងវាមាន website មាន1 2 3 4 5 6 7 10 website នេះគឺយើងអាចសាកធ្វើវាបានអស់បងប្អូនទាំងគ្នាអញ្ចឹងខ្ញុំនិយាយពី website ទី1សិនចាំ website ទី1ហ្នឹងគឺ free សិនណាហើយតែ website ហ្នឹងវា free តែ website ហ្នឹងគឺគេអានេះមាន website ខ្លះវាមានលក់នឹង free បងប្អូនទាំងគ្នាតែខ្ញុំចំណាំប្រើ website ខ្ញុំប្រើតែពីរទេខ្ញុំប្រើនេះwebsite មួយហើយនឹងនេះ website មួយ eSIM Class នេះអញ្ចឹងខ្ញុំមើលចាក់នេះឃើញឃើញថ្ងៃនេះគឺវាលើកទីមខាងបារាំងអញ្ចឹងវាលើកឲ្យអញ្ចឹងបងប្អូនទាំងគ្នាសម្រាប់បងប្អូនទាំងគ្នាដែលចូលហើយបងប្អូនទាំងគ្នាគ្រាន់តែ copy លេខនេះមកនេះ copy លេខមកហើយយកដាក់នៅ PayPal របស់បងប្អូនទៅឬក៏ Gmail បងប្អូនដែលចង់បង្កើត Gmail ក្រៅប្រទេសអីចឹងពេលដែលបងប្អូនប្រយ័ត្នហើយអីហើយបងប្អូនត្រូវការលេខកូដមែនវាត្រូវការ SMS វាបងប្អូនគ្នាចុចកន្លែងនេះចុចកន្លែង update នេះមកចាំមកបើសិនជាបងប្អូនបង្កើត Google វាចេញដាក់ Google មកលេខកូដបើបងប្អូនបង្កើត PayPal វាចេញលេខការលេខ PayPal មកលេខកូដអញ្ចឹងបងប្អូនអ្នកយកមកបានហើយនេះជា SMS របស់វាលេខកូដរបស់វាឃើញហើយមាន Facebook មានអីនេះច្រើនថាបងប្អូនពេញចិត្តអាចបានលេខខាងលេខបារាំងទេបងប្អូនអ្នកអូស្គ្រូវាមកក្រោមនេះអូនេះឃើញមានលេខច្រើនមានលេខច្រើនសម្រាប់ប្រើទៀតហើយបងប្អូនមើលនេះអស់ហើយចាំមើលវាបន្តទៀតនេះចុច QR នេះមកឃើញលេខមកកណូសែននេះលេខអញ្ចឹងបើសិនជាបងប្អូនពេញចិត្ត SIM មួយណាអីអាចទិញបានបងប្អូនគ្នានេះលោកថាតែចង់បាន SIM USA នេះចាំបាន SIM USA ប្រើអញ្ចឹងយើងសាកទិញវាក៏បានដែរវាអត់មានទេអត់ឃើញទេអាហ្នឹងយើងចុច A+ ហ្នឹងមកវាមានកន្លែងទិញវាបងប្អូនគ្នានេះអាចទិញបានតែឡើងថ្លៃ eSIM មួយអីឡើង8រៀល10រៀលអី8 10រៀលអីអញ្ចឹងខ្ញុំចេញមកវិញនេះតែបងប្អូនគ្នាមកកន្លែងនេះខ្ញុំណែនាំមកនេះកន្លែងនេះចឹងអាទីមួយខ្ញុំណែនាំនេះក៏ដូចគ្នាដែរបងប្អូនគ្នាគឺវាស្តៀងដូចគ្នាទេឃើញបងប្អូននេះឆ្លាញ់លេខនេះអីនេះ open វាមកវាមានលេខចាំបងប្អូនចុច close វាមួយមកនេះចឹងមកសម្រាប់បងប្អូនដាក់លេខឧទាហរណ៍ដាក់លេខនេះហើយចង់បានសារហើយបងប្អូនផ្ញើសារចុច play មកនេះ update message នេះដល់ពេល update មកវា update ឲ្យហើយលេខកូដនៅក្រោមចឹងបន្តមកលេខនេះយើងប្រើចាត់អានហើយអត់ចេញអីទេអត់ផ្ញើអីយើងនេះយើងចុចដូរលេខថ្មី give me order number នេះចុចលេខនេះមកអូន order អាំដែរorder នេះឃើញបានលេខថ្មីទៀតនេះឃើញតែមើលប្រទេសផងបងប្អូនគ្នាអត់ត្រូវប្រទេសដែលយើងទិញចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេក្នុងការមកប្រាប់បងប្អូនគ្នាពីរបៀបយកលេខក្រៅប្រទេសខ្ញុំអស់ហើយវីដេអូនេះបើបងប្អូនពេញចិត្តកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំបាទអរគុណច្រើនជំរាបលា